នៅក្នុង crypto រាល់ថ្ងៃយើងហ្នឹងវាតែងតែងាយ accessible មែនទែនសម្រាប់ newcomer ទាំងអ្នកថ្មីទាំងអ្នកចាស់ហើយរឿងមួយវិញទៀតហ្នឹងគឺទាក់ទងទៅនឹង internet money ឬក៏យើងអាចនិយាយថា crypto airdrop អញ្ចឹងនៅក្នុងឆ្នាំ2025ហ្នឹងមានមនុស្សជាច្រើនមែនទែនដែលគាត់បាន success ទៅលើ airdrop ឬក៏អាចនិយាយថា earn free token ឬក៏ free money ចេញពី airdrop ហើយថ្ងៃនេះខ្ញុំនឹង break down ថា airdrop ជាអ្វីចឹងខ្ញុំនឹងយក topic នេះមកនិយាយហើយខ្ញុំនឹងទៅចែកវែកញែកទៅបន្ថែមទៀតថាអឺ airdrop វាដំណើរការដូចម្ដេចធ្វើម៉េចបានយើងអាច spot ឬក៏យើងអាចហៅប្រភេទ airdrop នឹងបានហើយខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀប avoid scam ដូចគ្នាដោយសារតែ airdrop វាអាច earn money បាន free token បានហើយវានិយាយទៅវាអាចនឹង earn free money ដោយសារតែយើងធ្វើ quest ធ្វើអីចឹងក៏មាន scam មានអីច្រើនមែនតើនៅក្នុងដូចគ្នា so អញ្ចឹង let's break down to airdrop អ្វីទៅជា airdrop airdrop គឺជា marketing strategy មួយដែលគេបានបង្កើតឡើងសម្រាប់ទៅលើ project ទាំងខ្លួនគេបង្កើតឡើងដើម្បីទាក់ទាញយក users និង driver users អ្នកប្រើប្រាស់ហ្នឹងចូលទៅក្នុង project របស់ខ្លួនអញ្ចឹង airdrop ជាទូទៅវា simple មែនតើសម្រាប់ក្នុងការធ្វើ airdrop វាតម្រូវឲ្យ user ឬក៏អ្នកប្រើប្រាស់ហ្នឹងមាន commitment បន្តិចក្នុងការទៅ compete test ឬក៏ quest អាចនិយាយថា testnet ឬក៏ mainnet airdrop ខ្លះ fan ជាប្រភេទ testnet airdrop ខ្លះ fan ជាប្រភេទ mainnet តម្រូវឲ្យ user ចូលទៅបំពេញ task នៅក្នុង testnet ឬក៏ mainnet ហ្នឹងដើម្បី eligible សៀវជា point សៀវជាអីហ្នឹងដើម្បីទទួលបាន airdrop អញ្ចឹងប្រភេទទៅលើ airdrop វាមានច្រើនប្រភេទខ្លះដែលអ្នកនរគ្នាត្រូវធ្វើ test batch យើងត្រូវ complete test ជា daily ជាអីហ្នឹងទៅហើយមួយវិញទៀតគឺប្រភេទ staking batch គឺតម្រូវឲ្យ user ហ្នឹងធ្វើការយក token native token របស់ខ្លួនឬក៏ token អីមួយផ្សេងទៀតហ្នឹងដែលជា partner ឬក៏ជា collaborate ហ្នឹងយកទៅធ្វើការ stake នៅក្នុង ecosystem ដើម្បីទទួលបាន point ហើយនិង reward ហើយក៏គេ seal វាជាអញនិយាយថាវាមាន point វាមានអីដើម្បី qualify សម្រាប់ airdrop ដូចគ្នាហើយមួយវិញទៀតហ្នឹងគឺតាក់ទងទៅនឹង loyalty driving គឺវាតម្រូវឲ្យធ្វើការ user ធ្វើការធ្វើ test ផងធ្វើការstake ផងខ្ញុំឧទាហរណ៍ដូចជា layer 3ដែលតម្រូវឲ្យ user ធ្វើការ stake កាក់ token របស់ខ្លួនផងហើយតម្រូវ user ធ្វើការdo test ផ្សេងៗនៅក្នុងprotocol នឹងមួយទៀតនៅក្នុង size នឹងមួយទៀតដើម្បីទទួលបាន reward អញ្ចឹងនៅក្នុងនោះវាបញ្ជាក់តាក់ទងទៅនឹងactivity របស់ user ជាមួយនឹង loyalty ដូចគ្នាហើយសម្រាប់យើងធ្វើការ spot ទៅលើairdrop ថា airdrop ហ្នឹងវា legit ឬក៏អត់ហើយដែលអ្នកនរគ្នាត្រូវធ្វើហ្នឹងដំបូងគេគឺអ្នកនរគ្នាត្រូវធ្វើចូលទៅធ្វើការ research តាក់ទងទៅនឹង founder តាក់ទងទៅនឹង team មិនដែរអញ្ចឹងហ្នឹងគឺជារឿងសំខាន់អ្នកគ្នាយើងត្រូវចូលទៅធ្វើការ research អញ្ចឹងនៅពេលដែលគ្នាយើងធ្វើការ research តាក់ទងទៅនឹង project មួយហ្នឹងគ្នាយើងប្រកាសជាឃើញ team founder ហើយនឹងមានមុខអីច្បាស់លាស់អត់ទៅលើប្រវត្តិរូបរបស់គេ legit ឬក៏អីអត់អញ្ចឹងហើយមួយវិញទៀតហ្នឹងគឺគ្នាយើង complete ទៅលើ white paper ផងជាពិសេសទៅលើ tokenomics ដែលក្នុង tokenomics ហ្នឹងគេនឹងបែងចែកថា airdrop ប្រមាណភាគរយសម្រាប់ទៅ community ប្រមាណភាគរយដែលបែងចែកទៅឲ្យ team ទៅឲ្យអីអញ្ចឹងនៅក្នុងចំណុច tokenomics ហ្នឹងក៏វាសំខាន់ដោយសារវាបានបញ្ជាក់ថាproject ហ្នឹងនឹង airdrop ប្រមាណភាគរយទៅឲ្យ community អីវិញផ្សេងៗអញ្ចឹងហើយសម្រាប់មួយវិញទៀតប្រភេទ airdrop មួយវិញទៀតដែលពីច្រើនគឺនៅលើ exchange គឺខ្ញុំយក Binance យកមកឧទាហរណ៍និយាយចឹងអ្នកនរគ្នាដឹងអញ្ចឹងទៅលើ Binance វាតែងតែមានairdrop ជាច្រើនទាំងនៅក្នុង exchange ទាំងនៅក្នុង Binance Wallet Web3 so អញ្ចឹងខ្ញុំនឹងយកនិយាយតាក់ទងទៅនឹង Mega Drop ហ្មងដោយសារវាមានភាពងាយស្រួលអញ្ចឹងទៅលើ Mega Drop គឺវាតម្រូវឲ្យ user ហ្នឹងត្រូវ interact ជាមួយនឹង Binance Web3 Wallet មួយទៀតដែលវាជាdecentralized wallet របស់ Binance អញ្ចឹងន័យថាuser ត្រូវចូលទៅcomplete quest នៅក្នុង Web3 ដូចគ្នាដើម្បីទទួលបាន point ហើយនឹង qualify សម្រាប់ airdrop អញ្ចឹងឧទាហរណ៍ដូចជាកាក់ Canal ថ្មីហ្នឹងគេតម្រូវ user យក 0.01 Binance យកទៅ stake ដើម្បីទទួលបានreward ហើយចំណែកឯ potential airdrop ហ្នឹងគឺបានប្រហែលជា5-6 ដងអញ្ចឹង at least it's free money why not to do វាអត់ត្រូវការចំណាយពេលយូរផងអីផងប្រហែលជា3-4នាទីក្នុងការធ្វើហើយសម្រាប់ result reward ហ្នឹងចាំប្រហែលចូលចិត្តមួយអាទិត្យដែរដើម្បីទទួលបាន reward ហើយបន្ទាប់ពី mega drop ហ្នឹងអ្នកនរគ្នាអាចចូលទៅមើលបាននៅក្នុង Binance Web3 មានជាប្រភេទ
Web3 project ផ្សេងៗ airdrop ដូចគ្នាដែលអ្នកគ្នាអាចរកបាននៅក្នុង Discover អញ្ចឹងពេលដែលគ្នាយើងចូលទៅគ្នាយើងនឹងឃើញ campaign ជាច្រើនដែលខ្ញុំនឹងដាក់បង្ហាញឲ្យអ្នកគ្នាមើលដូចគ្នានឹងឃើញ campaign ជាច្រើននៅក្នុងហ្នឹងដែលអ្នកគ្នាតម្រូវឲ្យអ្នកគ្នាចូលទៅធ្វើ quest ធ្វើការ stack ឬក៏អីផ្សេងៗឬក៏ធ្វើការទិញអីផ្សេងៗហ្នឹងនឹង qualify សម្រាប់ airdrop ហ្នឹងដូចគ្នាអញ្ចឹងសរុបមកវិញគឺ airdrop គឺជា marketing strategy ដែល company ឬក៏ទៅលើ project មួយៗហ្នឹងបានធ្វើការយកមកដាក់ឲ្យhow can I say that word យកមកដាក់ឲ្យ user ធ្វើការ interact ដើម្បីទទួលបាន reward អញ្ចឹងមានន័យថាយើងជា user យើងជាអ្នកប្រើប្រាស់ក៏យើងត្រូវការចំណាយទុនចំណាយអី commitment របស់យើងទៅធ្វើការ airdrop ហ្នឹងដូចគ្នាហើយមានមនុស្សជាច្រើនមែនទែនមួយរយៈក្រោយហ្នឹងគាត់បាន success ច្រើននៅក្នុង airdrop នៅក្នុង community ខ្មែរយើងមួយចំនួនក៏គ្នាយើងដឹងដែរគ្នាយើងអាចរកមើលបានហើយមានគ្នាយើងខ្លះ community យើងខ្លះទទួលបានដល់$10,000 ផងទៅលើ airdrop អញ្ចឹងខ្ញុំគិតថា internet money is real គ្នាយើងអាចចំណាយពេលទៅសិក្សាទៅមើលហើយនឹងអាច follow up ទៅលើហ្នឹងបានហើយ last but not least yeah វីដេអូហ្នឹងគឺ content educate 100%អត់មានណែនាំឲ្យអ្នកគ្នាទៅទិញនេះទិញនោះឬក៏អីទេគឺ100% educate ហើយបើសិនជាគ្នាយើងធ្វើការ invest crypto with your responsibility ត្រូវការ do your own research and stuff មុននឹងធ្វើការ invest ហើយវីដេអូហ្នឹងគឺធ្វើការ sponsor ដោយ Binance Academy អញ្ចឹងបើសិនជាគ្នាយើងចូលចិត្តវីដេអូហ្នឹងកុំភ្លេចធ្វើការ like subscribe comment ផងហើយ yeah thank you guys for watching this video